រឿងក្របពេជ្រម៉ាហ្វៀវគ្គទី1ត្រូវគេធ្វើបាបមីឡានប្រទេសអ៊ីតាលីបរិយាកាសក្នុងពេលរាត្រីនៃមីឡាននាពេលនេះលម្អដោយភ្លើងពណ៌យ៉ាងវិចិត្រមនុស្សម្នាចេញមកដើរលេងអុយច្រវាត់ទាំងម្ចាស់ស្រុកនិងទេសចរបរទេសព្រោះអាកាសធាតុនៅថ្ងៃនេះត្រជាក់ស្រួលណាស់មានខ្យល់ត្រជាក់ជាសញ្ញានៃភាពប្រែប្រួលរបស់រដូវកាលដែលជិតមកដល់ប៉ុន្តែនៅក្នុងបន្ទប់ទំនើបនៃសន្តាគារដែលមានអាយុកាលចំណាស់ដែលស្ថិតនៅកាច់ជ្រុងផ្លូវនៃតំបន់សេដ្ឋកិច្ចកំពុងក្តៅគគុកទោះម៉ាស៊ីនត្រជាក់មានប្រសិទ្ធភាពយ៉ាងណាក៏ដោយក៏មិនអាចកម្ចាត់កម្ដៅរបស់មនុស្សពីរនាក់ដែលពេលនេះស្ថិតនៅលើគ្រែមិនបានអំពូលភ្លើងដែលបើកភ្លឺព្រាលៗនៅក្នុងបន្ទប់បញ្ចាំងឲ្យឃើញរាងកាយសខ្ចីរបស់មនុស្សស្រីកំពុងទ្រពលើរាងកាយបុរសដែលននល់គោកដូចគ្នាបបោមាត់ក្រពុំរូបក្រចាប់ក្រហមងាំងដោយសារត្រូវថើបជញ្ជក់នោះកំពុងថើបមុខបុរសសង្ហាដោយតារាចំណែកបាតដៃកំពុងស្ទាបអង្អែលរាងកាយមាំមួនសុទ្ធតែសាច់ដុំគួរឲ្យឆ្លុះវង្វេងប៉ុន្តែនៅវិនាទីដែលនាងកំពុងតែភ្លើតភ្លើននោះខាងប្រុសក៏ក្រឡាប់ខ្លួនលឿនដូចព្យុះធ្វើឲ្យគេខ្លាចជាអ្នកដឹកនាំហ្គេមដល់ក្តៅគគុកនេះម្ដងទៀតបបោមាត់ក្តៅប្រដេញលើស្បែកសខ្ចីដែលរាយប៉ាយដោយស្នាមក្រហមដោយមានបាតដៃធំក្រាស់ជួយស្ទាបអង្អែលច្របាច់ញក់ញីអ្នកនាងផ្អែមណាស់សំឡេងក្រឡមាំឮខ្សឹបខ្សឹបក្បែរត្រចៀកបន្ទាប់មកក៏ខាំតងត្រចៀករបស់នាងតិចតិចឲ្យនាងញ័រខ្លួនលេងសូមមេត្តាសំឡេងឮស្អកស្អកពោពេញដោយភាពតម្រូវការពេលនេះរាងកាយមួយនេះដូចវាមិនមែនជារបស់នាងកម្ដៅកើនឡើងទ្វេដងខ្ញុំនឹងឲ្យអ្វីដែលនាងត្រូវការស្រីស្អាតអ្នកកំឡោះញញឹមងើបឡើងទៅយកឧបករណ៍ការពារប៉ុន្តែបានតែបន្តិចក៏ត្រូវដៃដល់ស្រឡូនស្រវាអោបកគេមិនឲ្យទៅណាហើយកម្លាំងកំហែងរបស់នាងក៏ច្រើនលើសធម្មតាធ្វើឲ្យពេលខ្លះគេសង្ស័យថាមានរឿងអ្វីកើតឡើងចំពោះស្រីម្នាក់នេះឬអត់ប៉ុន្តែគំនិតនោះមានតែមួយភ្លេតប៉ុណ្ណោះព្រោះខ្លួនគេក៏កំពុងតែឆ្លក់នឹងសម្រស់ដ៏ស្រស់ស្អាតរបស់នាងព្រមទាំងភាពក្តៅគគុកចេញពីរាងកាយតូចស្ដើងនិងផ្អែមល្ហែមដូចទឹកឃ្មុំលេងខ្ញុំសិនទៅគេខ្សឹបប្រាប់នាងម្ដងទៀតមិនលេងទេឥឡូវនេះសូមមេត្តាមិនត្រឹមតែនិយាយទេជើងស្រឡូននៅលើកមកគៀវត្រគាបាវសាក់ថែមទាំងអេនត្រគាមកបៀតនឹងភាពមហិមារបស់គេដែលចង់ធ្វើសង្គ្រាមពេញបន្ទុកហើយត្រឹមទង្វើតិចតួចដែលមើលទៅហាក់មិនដឹងខ្យល់អីគ្មានបទពិសោធន៍ដែលគេទទួលបានតាំងតែពីនាងស្ទុះចូលមកក្នុងបន្ទប់បែរជាធ្វើឲ្យគេពុះកញ្ជ្រោលដោយគ្រប់គ្រងខ្លួនឯងមិនបានហើយពេលឃើញនាងអញ្ជើញឲ្យថ្នាក់នេះស្មារតីដែលរឹងប៉ឹងធ្លាប់មានមុននេះក៏រលាយអស់តាមការអង្វរកងមួយរំពេចដោយការជ្រៀតភាពមហិមាចូលទៅរកប៉ុន្តែបានបន្តិចប៉ុណ្ណោះដោយចំណេះដឹងនិងមានជំនាញជាពេទ្យគេអាចដឹងបានថាមនុស្សស្រីដែលនៅក្រោមរាងកាយរបស់គេនៅព្រហ្មចារីអូយឈឺត្រឹមសម្ដីមួយម៉ាត់ដាក់គេឲ្យងើបមុខមើលមកនាងម្ដងទៀតដោយមានចេតនាងើបចេញប៉ុន្តែត្រូវជើងស្រលូនគៀបជាប់គេចង់និយាយជាមួយនាងទាស់ត្រង់ថានាងមិនសហការដោយការសង្កត់កញ្ចឹងករបស់គេឲ្យបបោមាត់ប៉ះគ្នាថើបថ្នមថ្នមអណ្ដាតរបស់នាងក៏ក្រវីសលើបបោមាត់ត្រឹមតែប៉ុណ្ណឹងស្មារតីដែលមានក៏ខ្ចាត់ខ្ចាយអស់សល់តែការប្រាថ្នាប៉ុណ្ណោះការឈឺចាប់ធ្វើឲ្យនាងហូរទឹកភ្នែកតែមិនអាចបញ្ឈប់ការប្រាថ្នាដែលកំពុងពុះផ្ទុះនៅក្នុងខ្លួនបានហើយពេលគេជ្រែកចូលមកទាំងអស់អារម្មណ៍ថប់ដង្ហើមក៏លុកលុយទោះឈឺចាប់ប៉ុណ្ណាប៉ុន្តែប្រឹងត្រសោកទៅរកដោយតម្រូវការដែលពិបាកនឹងកម្ចាត់ទោះដឹងថាគួរឲ្យខ្មាស់ទោះដឹងថាមិនគួរធ្វើប៉ុន្តែនាងមិនអាចគ្រប់គ្រងខ្លួនឯងបានដឹងត្រឹមថាត្រូវការប៉ុណ្ណោះទោះដឹងថាខ្លាញីដែលកំពុងដេកនៅក្រោមរាងកាយប៉ុន្តែគេមិនប្រញាប់ប្រញាល់កម្រើកខ្លួនយ៉ាងហោចណាស់ក៏រងចាំឲ្យនាងសម្របខ្លួនសិននេះជាលើកដំបូងដែលគេព្រមទទួលថាចង់ឲ្យមនុស្សស្រីដែលមិនធ្លាប់ស្គាល់ឈ្មោះនេះរងការឈឺចាប់តិចបំផុតតែគេធ្វើ
ធ្វើចិត្តឲ្យត្រជាក់លែងទាន់ហើយព្រោះបន្តិចក្រោយមកមនុស្សស្រីនៅក្រោមរាងកាយក៏ក្រឡាប់ខ្លួនឡើងមកលើធ្វើជាអ្នកដឹកនាំបន្ទាប់មកក៏កម្រើករាងកាយទាំងមិនដឹងខ្យល់អីនិងសាកល្បងច្រើនដងទើបធ្វើឲ្យគេខំផ្គៀមណែនដោយអារម្មណ៍ជាច្រើនកំពុងតែផ្ទុះតតែនាងស្រែកសុំជំនួយទើបគេបង្រៀននាងឲ្យកម្រើកខ្លួនតាមការដឹកនាំមានការសង្ស័យជាច្រើនដែលពាក់ព័ន្ធនឹងស្រីម្នាក់នេះតែស្ថានភាពនៅពេលនេះមិនឲ្យគេយកគំនិតទៅគិតលើវាម្យ៉ាងទៀតស្មារតីគំនិតទាំងឡាយត្រូវភាពក្តៅកគុកលេបត្របាក់រាងកាយនលកកទាំងពីរផ្លាស់ប្ដូរគ្នាទទួលយកនិងវាយលុកដោយភាពក្តៅកគុកធ្វើឲ្យក្រែធំរង្គើដោយមិនក្រែងចិត្តបន្ទប់អ្នកចិត្តខាងហើយទោះជាឮសំឡេងចុចកណ្ដឹងជាច្រើនដងតែគ្មាននរណាម្នាក់ចាប់អារម្មណ៍នៅតែដោះដូរភាពក្តៅកគុកគ្នាដោយគ្មានអ្នកណាព្រមចាញ់អ្នកណារហូតទៅដល់គោលដៅដោយមានសំឡេងស្រែកនិងក្រហមឮខ្ទរបន្ទប់ហើយពួកគេក៏អោបគ្នាណែនដៃទាំងញើសជោគខ្លួនងាប់ហើយអ្នកនាងវិសេសណាស់គេខ្សឹបដាក់ត្រចៀកហើយអោនថឹកថ្ពាល់សខ្ចីទោះមានអារម្មណ៍វិសេសជាបទពិសោធន៍ដែលមិនធ្លាប់ជួបតែរាងកាយនៅតែមិនរសាយកម្ដៅបែរជាត្រូវការទៀតជារឿយដូចជាមិនចេះស្កប់ស្កល់ពេលនេះគេមិនកម្រើកខ្លួនទោះខ្លួនឯងគ្មានកម្លាំងកំហែងតែព្រោះភ្លើងប្រាថ្នាដែលមិនទាន់រលត់តើបនាងរុញគេឲ្យចង្គ្រៀងទៅលើពុកហើយតាមទៅទ្រពពីលើគេធ្វើជាអ្នកដឹកនាំវិញយីស្រីស្អាតនេះមិនចង់ឲ្យខ្ញុំសម្រាកទេអីគេលើកចិញ្ចើមសួរនិងមើលទេសភាពដែលគិតថាស្អាតបំផុតនៅពេលនេះរាងកាយតូចស្ដើងសមសួនជាពិសេសដើមទ្រូងដែលមើលទៅធំហួសមៀតស្បែកសម៉ត់ខៃហាក់ដូចព្រិលត្រូវតុបតែងដោយស្នាមក្រហមច្រើនកន្លែងមុខមូលពងក្រពើដែលមានមុនស្នេហ៍ក៏ប្រែជាក្រហមងាងខណៈដែលភ្នែករាវដោយផ្លែអាល់ម៉ង់ប្រឹងបើកព្រឹមនោះមានដំណក់ទឹកភ្នែកមិនអោយទេខ្ញុំត្រូវការឲ្យលោកនិយាយដល់ត្រឹមនេះត្រកៀកមូលខ្លំក៏កម្រើកម្ដងទៀតតាមតម្រូវការចំណែកគេក៏មកជន្លោជន្លេងនិងដើមទ្រូងណែនក្បំជាច្រើនដងបន្ទាប់មកក៏មានអារម្មណ៍ថាទ្រាំលែងបានទើបលើក3នាងហើយធ្វើជាអ្នកគ្រប់គ្រងម្ដងពួកគេធ្វើរឿងក្តៅកគុកជាមួយគ្នាជាច្រើនម៉ោងមិនថាត្រង់ណាក៏ដោយក្នុងបន្ទប់សម្រាប់របស់សន្តាគារមួយនេះមានស្នាមស្នេហាដែលពួកគេបន្សល់ទុកទាំងអស់ម្ចាស់រាងកាយតូចស្ដើងទន់ខ្លួនល្អោកហត់នឿយខ្លាំងគេក៏ហត់នឿយចង់សម្រាកដែរគិតថាស្រាដែលបានផឹកប្រហែលជាអស់ជាតិទៅហើយទើបស្មារតីត្រឡប់មកវិញបានច្រើនគួរសមប៉ុន្តែខណៈនោះស្រីស្អាតនៅតែអោបរឹតនិងចង់ធ្វើរឿងក្តៅកគុកម្ដងទៀតទាំងដែលដឹងច្បាស់ថាស្ថានភាពរាងកាយរបស់នាងយ៉ាប់យ៉ឺនណាស់ទៅហើយដំបូងគិតថាស្រីម្នាក់នេះក្តៅកគុកអស្ចារ្យមែនទាំងដែលវាជាលើកដំបូងរបស់នាងប៉ុន្តែពេលនេះគេបែរជាចង់ចិញ្ចើមសង្កត់នាងនៅក្រោមរាងកាយមាត់នាងចេះតែស្រែកពាក្យដដែលថាត្រូវការគេទើបសញ្ជាតិញ្ញាណរបស់លោកគ្រូពេទ្យប្រាប់ថានេះជាស្ថានភាពមិនប្រក្រតីងាប់ហើយមានរឿងអីកើតឡើងចំពោះអ្នកនាងក្តៅណាស់ខ្ញុំក្តៅសូមមេត្តាពេលគិតដល់ស្ថានភាពតាំងពីដំបូងរហូតមកដល់ពេលនេះគេចង់តែខកក្បាលខ្លួនឯងខ្លាំងថាហេតុអ្វីបានជាគេគិតមិនតាន់គេគិតថាអ្វីដែលខ្លួនសន្និដ្ឋានគួរតែត្រឹមត្រូវទើបគេនាំនាងចូលទៅក្នុងបន្ទប់ទឹកភ្លាមដើម្បីសង្គ្រោះបឋមពេលរសៀលពន្លឺថ្ងៃចាំងចូលមកក្នុងបន្ទប់តាមស្នាមឆៃរបស់វាំងននឲ្យមើលឃើញស្ថានភាពដូចជាទើបតែបញ្ចប់សង្គ្រាមយ៉ាងអញ្ចឹងខ្នើយជាច្រើនខ្ចាត់ខ្ចាយនៅក្រោមរួមទាំងសម្លៀកបំពាក់កន្សែងពោះគោពណ៌សស្អាត2-3ធ្វើឲ្យអ្នកដែលកំពុងដេកលក់ស្រួលប្រាស់ខ្លួនបន្តិចតែរំពេចនោះមុខមាត់ស្រស់ស្អាតក៏ប្រែជាក្រហមឡើងដោយសារការឈឺចាប់កែវភ្នែករាវដោយគ្រាប់អាល់ម៉ង់បើកឡើងយឺតរូបភាពដំបូងដែលនាងឃើញគឺជាពិដានដែលមិនធ្លាប់ស្គាល់ប្រកាសណាស់ថាមិនមែនជាបន្ទប់របស់ខ្លួនទើបសុនវ៉ាបែកបិទភ្នែកម្ដងទៀតនិងមានអារម្មណ៍ថារាងកាយរបស់នាងឈឺចាប់ជាពិសេសល្វែងខាងក្រោមនាងរកនឹកមើលថាមានអ្វីកើតឡើងចំពោះខ្លួនឯង
បន្ទាប់មកការចងចាំក៏ផុសបន្តិចម្ដងនាងចាំបានថាកាលពីម្សិលមិញនាងផឹកស្រា1 កែវទឹកក្រូចច្របាច់1 កែវរួចក៏នឹកឃើញរូបភាពដែលនាងនិងបុរសម្នាក់ធ្វើរឿងក្តៅគគុកជាមួយគ្នារូបភាពនោះហើយដែលធ្វើឲ្យនាងបើកភ្នែកការភិតភ័យក៏កើតឡើងភ្លាមពេលលើកភួយមើលនាងស្ទើរតែខ្យល់ចាប់និងរាងកាយននល់គោកហើយអាការៈឈឺសង្គាល្វែងខាងក្រោមជាពិសេសគឺត្រង់ផ្នែកនោះមិនចាំបាច់គិតច្រើនក៏ដឹងខណៈនោះក៏បានឮសំឡេងបើកទ្វារទើបនាងមើលទៅភ្លាមហើយពេលឃើញថាជាអ្នកណានាងក៏បើកមាត់ធំដោយការភ្ញាក់ផ្អើលទោះជាពួកគេមិនធ្លាប់និយាយគ្នាតែនាងស្គាល់គេបុរសម្នាក់រាងខ្ពស់សង្ហាកម្ពស់190 សង់ទីម៉ែត្រមុខមាត់ស្រស់សង្ហាសក់ពណ៌ត្នោតកាត់ខ្លីច្រមុះស្រួចសមនឹងបបោមាត់ក្រាស់កែវភ្នែកមុតស្រួចមើលមកនាងធ្វើឲ្យនាងភ័យលេបទឹកមាត់ក្អាក់ភ្ញាក់ហើយឬអ្នកនាងអូខេទេចង់ឲ្យខ្ញុំជូនទៅមន្ទីរពេទ្យឬអត់សំឡេងក្រឡូមាំរបស់ Federico Alpatino ជាអ្នកគ្រប់គ្រងវ័យក្មេងរបស់មន្ទីរពេទ្យល្បីឈ្មោះសួរមកនាងកាលពីយប់មិញស្រីម្នាក់នេះមកគូសទ្វារបន្ទប់គេក៏បើកទាំងមិនដឹងថានាងមករកដោយការងារអ្វីប៉ុន្តែបែរជាត្រូវនាងហក់មកអោបដោយមិនត្រៀមខ្លួនហើយគេក៏បណ្ដោយអារម្មណ៍បណ្ដោយចិត្តទៅតាមនាងដោយគិតថានាងជាមនុស្សស្រីដែលស្រឡាញ់ការសប្បាយមិនស្ដាយខ្លួនប្រាណដោយមនុស្សស្រីកន្លងមកដែលគេធ្លាប់ជួប Federico លើកចិញ្ចើមពេលនាងមិននិយាយអីក្រៅពីអង្គុយបែរខ្នងដាក់គេហើយនាងក៏ជោងដៃយកខោអាវដែលគេសម្ដៅនឹងភ្នាក់ដៃលើកៅអីក្បែរនោះទើបគេដកដង្ហើមធំហើយសួរម្ដងទៀតអ្នកនាងដឹងខ្លួនឬអត់ថាយប់មិញអ្នកនាងត្រូវគេដាក់ថ្នាំខ្ញុំមិនដឹងទេដំបូងនាងភាំងតែបន្តិចក្រោយមកក៏តបដោយសំឡេងស្អកនាងក៏រៀបចំខ្លួនទាំងលំបាកសំណាងល្អដែលវាជារោគទើបនាងងាយស្រួលបន្តិចអ្នកនាងចង់ប្តឹងទេដឹងថាអ្នកណាធ្វើឬអត់នាងគិតតាមគេតើយកភ័ស្តុតាងអីទៅប្តឹងទោះជឿជាក់ថាជាអ្នកណាជាអ្នកធ្វើក៏ដោយអ្នកកំឡោះលើកចិញ្ចើមម្ដងទៀតមិនគិតថាមនុស្សស្រីដែលប៉ិនទៀមទារំអុករំខានកាលពីយប់មិញនេះទោះត្រូវថ្នាំក៏ដោយបែរជាមនុស្សមិនសូវចេះនិយាយស្ដីបែបនេះទើបសួរនាងម្ដងទៀតអ្នកនាងមានសត្រូវនៅឯណាឬអត់ខ្ញុំគិតថាគ្មានទេសុនវ៉ាតបដោយសំឡេងខ្សោព្រមទាំងរូតរោបឡើងហើយក៏តែងខ្លួនរួចរាល់ខ្ញុំថាអ្នកនាងខ្ញុំសុំលាសិនហើយនាងចុះពីលើគ្រែយកកាបូបដែលដាក់លើកៅអីហើយទោះជាឈឺចាប់យ៉ាងណាក៏ខំមកដើរចេញតែត្រូវម្ចាស់បន្ទប់ដើរមកពាំងពីមុខអ្នកនាងគ្មានអីសួរឬក៏និយាយជាមួយខ្ញុំបន្តិចទេអីកន្លងមកមានមនុស្សស្រីជាច្រើនចង់ដេកជាមួយគេស្ទើរតែមិនលុះថ្ងៃតែមកពីគេមិនចាប់អារម្មណ៍លើស្រីណាជាពិសេសទោះធ្លាប់មានបទពិសោធន៍មួយរាត្រីបែបនេះខ្លះក៏ដោយតែមិនធ្លាប់មានអ្នកណាដូចនាងហើយស្ថានភាពបែបនេះក៏មិនធ្លាប់ជួបម្យ៉ាងទៀតនាងនៅស្ងៀមពេកដែលធ្វើឲ្យគេងឿងឆ្ងល់នាងពិចារណាបន្តិចខ្ជិបមាត់យ៉ាងណែនសម្រាប់ចិត្តថាសួររឿងដែលសង្ស័យចុះលោកមានដឹងមុនឬអត់ថាខ្ញុំឡើងមករកលោកនៅទីនេះខ្ញុំមិនដឹងទេ Federico ឆ្លើយតាមត្រង់យប់មិញគេមកចូលរួមពិធីជប់លៀងតែមួយផ្លេតក៏ចូលបន្ទប់ទឹកគិតថាចូលទៅវិញមួយសន្ទុះសិនត្រឡប់ទៅខុនដូតែពេលចេញមកវិញជួបបុគ្គលិកស្រីដែលស្រវឹងក្អួតដាក់ប្រឡាក់អស់ទៅបើកបន្ទប់នៅខាងលើហើយមុនពេលនាងមកគូសទ្វារគេក៏ផឹកវ៉ាញ់អស់ពីកែវទោះជាមិនស្រវឹងប្រកាសណាស់ថាស្មារតីគេក៏មិនពេញ 100% អ្នកដែលខ្ញុំសង្ស័យគេប្រាប់ឲ្យខ្ញុំឡើងមកបន្ទប់805បើលោកមិនដឹងមុនតើយើងមានស្អីគ្នាយ៉ាងម៉េចបន្ទប់805តែបន្ទប់ខ្ញុំ806អ្នកនាងបើអ្នកនាងមិនជឿអ្នកនាងចេញទៅមើលមុខទ្វារក៏បានលើកបែបនេះហើយនាងក៏ភ្ញាក់ផ្អើលជាខ្លាំងតែទឹកមុខធម្មតាដដែលចំណែក Federico យល់បានមួយកម្រិតទៀតហើយថានាងត្រូវគេដាក់ថ្នាំនិងគូសទ្វារខោបន្ទប់បើអញ្ចឹងខ្ញុំសុំលាសិនហើយសុនវ៉ាឆ្ងោកមុខដើរបន្តតែគេមិនជាផ្លូវឲ្យរឿងយប់មិញដំបូងខ្ញុំមិនស្មានថាអ្នកនាងត្រូវថ្នាំទេសុកអ្នកនាងក៏
មកគូសបន្ទប់ខ្ញុំរួចហក់មកថើបខ្ញុំហើយមិនបាច់និយាយទេខ្ញុំគិតថាខ្ញុំយល់នាងប្រញាប់និយាយកាត់យល់បែបហ្នឹងល្អហើយអ្នកនាងចង់ឲ្យខ្ញុំទទួលខុសត្រូវយ៉ាងម៉េចលោកមិនបាច់ទទួលខុសត្រូវអីទេចាត់ទុកថារឿងយប់មិញនេះមិនបានកើតឡើងទៅចុះបើអ្នកនាងមានផ្ទៃពោះយប់មិញនេះខ្ញុំមិនបានការពារទេនាងទៅជាភាំងពេលឮបែបនេះក្នុងចិត្តមានការភ័យខ្លាចលើសដើមមិនត្រឹមតែខ្លាចមានផ្ទៃពោះទេនៅខ្លាចរោគាទៀតមិនបាច់ខ្លាចទេខ្ញុំពិនិត្យរាងកាយជាប្រចាំលទ្ធផលចុងក្រោយបញ្ជាក់ថាខ្ញុំសុវត្ថិភាពគ្មានរោគាអីទាំងអស់ហើយមិនក៏លោកមិនការពារវាជារឿងប្រកបណាស់ថានាងគ្មានស្មារតីគ្រប់10តែគេវិញមិនត្រូវដាក់ថ្នាំផងនឹងជាធម្មតាដែលមនុស្សប្រុសត្រូវការពារខ្លួនឯងពីមនុស្សស្រីប្លែកមុខខ្ញុំក៏ចង់ការពារដែរតែអ្នកនាងមិនព្រមប្រឡែងខ្ញុំសោះត្រឹមកម្រិតខ្លួនតិចតួចអ្នកនាងក៏តាមមកអោបមករឹតពេលខ្ញុំនិយាយអ្នកនាងក៏ថើបខ្ញុំរុញចេញអ្នកនាងក៏រឹតតែរត់ណែនហើយពេលខ្ញុំនាងក្រមុំបើកភ្នែកធំព្រមទាំងខាត់មកចិត្តលើកដៃបិទមាត់គេដោយមុខមាត់ស្លេកស្លាំងបានហើយកុំនិយាយមិនបាច់និយាយទេខ្ញុំយល់ហើយបាតដៃទន់ល្មើយដែលផ្អាប់នឹងបបោមាត់ធ្វើឲ្យ Federico មានអារម្មណ៍ក្តៅខ្លួនភាយក្រហឹមជេរខ្លួនឯងក្នុងចិត្តត្រឹមតែការប៉ះពាល់ប៉ុណ្ណឹងក៏ធ្វើឲ្យមានប្រតិកម្មទៅហើយទាំងដែលកាលមុនមិនធ្លាប់បែបនឹងសោះហើយតាមរយៈហេតុការណ៍កាលពីយប់មិញគេដឹងថាមិនត្រឹមតែបាតដៃរបស់នាងទេដែលទន់ល្មើយនោះការពិតនាងទន់សពសារពាង្គកាយតែម្ដងសម្រាប់ថាអ្នកនាងចង់ឲ្យខ្ញុំទទួលខុសត្រូវយ៉ាងម៉េចគេបេះដៃនាងចេញហើយសួរបញ្ជាក់ហើយពេលដែលនាងដកដៃចេញពីដៃគេវិនាទីនោះក៏មានអារម្មណ៍ថាសោកស្ដាយផុសនៅក្នុងចិត្តខ្ញុំចាត់ការខ្លួនឯងបានសុំទៅសិនហើយនាងចង់ចេញពីបន្ទប់នេះសឹងតែស្លាប់ទៅហើយចង់ត្រឡប់ទៅពិចារណាឡើងវិញជាពិសេសគឺត្រូវលេបថ្នាំជាបន្ទាន់អ្នកនាងចង់ទៅងាយបែបនេះឬខ្ញុំជាបរិបទដំបូងរបស់អ្នកនាងអញ្ចឹងហើយអ្នកនាងចង់ទាមទារអីក៏បានខ្ញុំមិនថាអីទេយ៉ាងហោចណាស់ថ្លៃសំណងជំងឺចិត្តពេលឃើញខ្សែភ្នែកស្អប់ខ្ពើមរបស់នាងដែលបាញ់មកចំគេក៏ប្រញាប់និយាយបន្តក៏មើលមកខ្ញុំបែបនេះខ្ញុំមិនបានយកលុយមកគប់ក្បាលទេតែបើមិនឲ្យខ្ញុំទទួលខុសត្រូវអ្វីខ្លះខ្ញុំមិនសប្បាយចិត្តទេខ្ញុំមិនត្រូវការទទួលខុសត្រូវអ្វីទាំងអស់ដោយបាននិយាយរួចហើយសូមបញ្ចប់រឿងត្រឹមនេះនិងសូមកុំឲ្យរឿងនេះលេចលឺដល់អ្នកដទៃប៉ុណ្ណឹងខ្ញុំអរគុណហើយបើគ្មានអីទេខ្ញុំលាហើយសង្ឃឹមថាយើងនឹងមិនជួបគ្នាទៀតនាងនិយាយញាប់មាត់ហើយដើរចេញទៅតែមិនទាន់ផុតបន្ទប់ផងក៏ទុចដំណើរងាកមករកគេម្ដងទៀតដែលសំខាន់នោះលោកចិត្តរៀបការហើយកុំទៅធ្វើដាក់ស្រីផ្សេងបែបនេះទៀតមិនអញ្ចឹងភរិយារបស់លោកនឹងខូចចិត្តលើកនេះចំខ្ញុំដែលខ្ញុំមិនទាមទារអីទេតែបើជាស្រីផ្សេងវិញខ្ញុំគិតថាគេច្បាស់ជាចាប់លោកមិនលែងនាងដើរចេញទៅភ្លាមទុកឲ្យ Federico ឈរនៅកណ្ដាលបន្ទប់ដោយអារម្មណ៍ជាច្រើននៃមួយទៀតគឺអាម៉ាស់យ៉ាងម៉េចក៏មិនដឹងពេលដែលត្រូវប្រដៅបែបនេះបញ្ជាក់ថានាងស្គាល់គេអញ្ចឹងមានន័យថានាងប្រហែលជាបុគ្គលិកក្នុងមន្ទីរពេទ្យនេះបានបើនាងនិយាយបែបនេះហើយកុំទៅគិតច្រើន Federico មិនចាំបាច់ទទួលខុសត្រូវអីទេវាល្អហើយតើគេញាក់ស្មាតែពេលងាកទៅមើលក្រែធំបែរជាធ្វើឲ្យគេមានអារម្មណ៍មិនសូវសប្បាយចិត្តនឹកបារម្ភថានរណាដែលប៉ងធ្វើបាបនាងមុនចេញពីសន្តាគារសុនវ៉ាបានសួរបុគ្គលិកថាកាលពីម្សិលមិញតើនរណាជាអ្នកបើកបន្ទប់805គឺឈ្មោះ Franco ជាអ្នកបើកឡានរបស់មន្ទីរពេទ្យដែលម្នាក់នោះតាមញ៉ែនាងយូរមកហើយតែនាងមិនលេងសើចជាមួយនោះបញ្ជាក់ថា Flora អាចនឹងឮជាមួយគ្នាប៉ុន្តែរឿងសំខាន់ជាងការរកចម្លើយពីរឿងនេះគឺទៅមន្ទីរពេទ្យសិនតែនាងខ្លាចថារឿងរបស់ខ្លួននឹងខ្លាចជារឿងខ្សឹបខ្សៀវទើបនាងចូល clinic នៅម្ដុំខុនដូរបស់នាងដើម្បីសុំវិជ្ជបញ្ជាយកទៅទិញថ្នាំការពារកំណត់ជាបន្ទាន់ទោះដឹងថាវាមិនអាចការពារបាន 100% ក៏ដោយម្យ៉ាងទៀតថ្មើរនេះហើយ
តែយ៉ាងណាក៏សង្ឃឹមថានាងមិនសំណាងអាក្រក់ទៅចុះពេលទៅដល់ខុនដូនាងក៏ចូលបន្ទប់សម្អាតខ្លួនប្រាណតែពេលឃើញរាងកាយរបស់ខ្លួនក៏ធ្វើឲ្យនឹកដល់ Federico បន្ទាប់មកនឹកដល់ Flora ទៅពេលចេញមកវិញក៏ចុចទូរស័ព្ទទៅភ្លាមតែបន្ទាប់ពីព្យាយាមនឹងរងចាំអស់ជិតកន្លះម៉ោងក៏ទេទៅកន្លែងធ្វើការទើបដឹងថាថ្ងៃនេះ Flora ចេញពីធ្វើការហើយពេលនេះនាងមិនអាចធ្វើអីបាននឹងដោយសារតែល្វើយទើបនាងសំងំដេកព្រឹកថ្ងៃថ្មីសុនវ៉ាស្រោតដំណើរមកមន្ទីរពេទ្យព្រោះមានប្រចាំការហើយពេលតែងខ្លួនរួចរាល់ដោយឯកសណ្ឋានមន្ទីរពេទ្យខាងក្រៅជាអាវកវីពណ៌សដៃខ្លីព្រមទាំងខោសមនឹងអាវពេលនោះក៏បានលើសម្រាប់ជើងដើរចូលមកហើយនាងឃើញតាមកញ្ចក់ថាអ្នកដែលខ្លួនចង់ជួបល្មម Flora ទុចដំណើរបន្តិចពេលជួបសុនវ៉ាក្នុងបន្ទប់ locker ប៉ុន្តែបន្ទាប់មកក៏ធ្វើជាមិនចាប់អារម្មណ៍សុនវ៉ាពីម្សិលមិញខ្ញុំទេរកតែនាងមិនទទួលសុនវ៉ាបែរខ្លួនទៅប្រឈមមុខនឹងម្នាក់នោះភ្លាមខ្ញុំរវល់ការងារខ្ញុំមានរឿងចង់សួរឯងបន្តិច Flora មិនហ៊ានមើលមុខចំដោយការងាកទៅបើក locker របស់ខ្លួនទើបសុនវ៉ាដើរទៅជិតភ្លាមនាងដាក់ថ្នាំឲ្យខ្ញុំមែនទេនាងដាក់អីក្នុងភេសជ្ជៈឲ្យខ្ញុំផឹកយកម្សិលសំណួរចំធ្វើឲ្យ Flora ឆ្លើយមិនចេញហើយបិទ locker និយាយអីខ្ញុំមិនដឹងអីទេនាងត្រូវដាក់ថ្នាំឬ Flora ធ្វើជាភ្ញាក់ផ្អើលក៏មកធ្វើពុតយប់នោះខ្ញុំផឹកអស់3កែវប៉ុណ្ណោះកែវទី1គឺស្រាទោះខ្ញុំមិនពូកែផឹកតែស្រាមួយកែវមិនអាចធ្វើឲ្យខ្ញុំស្រវឹងទេកែវទី2ជាទឹកក្រូចច្របាច់ឯកែវទី3នាងជាអ្នកហុចឲ្យខ្ញុំបន្ទាប់ពីនោះខ្ញុំក៏មិនបានផឹកអីទៀតដែរហើយខ្ញុំក៏កើតអាការៈប្រកាសណាស់ថាខ្ញុំត្រូវថ្នាំខ្ញុំមិនដឹងថានាងធ្វើបែបនេះចំពោះខ្ញុំដើម្បីអ្វីទេ Flora នាងសម្លឹងមុខម្ចាស់ឈ្មោះដោយទឹកមុខកាចនាងចោទខ្ញុំនាងអាចស្រវឹងក៏ថាបានស្រាវាខ្លាំងណាស់អ្នកណាទៅហ៊ានដាក់ថ្នាំនាងនោះមានសាកសីទេយកសាកសីមកថានាងត្រូវថ្នាំគឺសាកសីដែលនៅជាមួយនាងយប់នោះឬជាសម្បត្តិបញ្ជាក់ពីពេទ្យចុងប្រយោគនេះ Flora សើចញឹមដោយគិតថាខ្លួនជាអ្នកមានប្រៀបជាងខ្ញុំមិនធ្លាប់មានគំនិតចោទនាងទេបន្ទាប់ពីខ្ញុំមានអាការៈនាងឲ្យខ្ញុំទៅបន្ទប់805តែសំណាងល្អដែលខ្ញុំមិនឡើងទៅនាងនិយាយមួយច្បាស់ហើយទោះជាការផ្ចាញ់ចាលរបស់ Flora ធ្វើឲ្យនាងចង់យក Federico មកធ្វើជាសាក្សីតែគិតថារឿងនឹងបែបមិនល្អទេព្រោះវាអាចក្លាយជារឿងធំហើយចុះបើនាងមិនឡើងទៅនាងទៅណា Flora ចង់ចិញ្ចើមសួរខ្ញុំទៅណាវាជារឿងរបស់ខ្ញុំតែអ្វីដែលខ្ញុំដឹងមនុស្សប្រុសដែលនៅបន្ទប់805ដែលនាងមានចេតនាបញ្ជូនខ្ញុំទៅនោះឈ្មោះ Franco គេបានបញ្ជាក់ថានាងសំគំនិតនឹងគេធ្វើរឿងនេះដើម្បីអ្វីទៅ Flora សុនវ៉ាខំមាត់ដោយការឈឺចិត្តពេលឃើញកាយវិការផ្អើលរបស់មិត្តរួមការងារម្នាក់នេះដែលបញ្ជាក់ពីការពិតមានលើ 50% ណែសុនវ៉ាបែកដឹងទេបើចង់ចោទប្រកាន់គេត្រូវមានភស្តុតាងបើជឿជាក់ថាខ្ញុំខុសមែនអញ្ចឹងរកភស្តុតាងមកចាប់កំហុសខ្ញុំមកតែបើគ្មានចាត់ទុកថានាងសំណាងអាក្រក់ទៅចុះចំណែករឿងដែលនាងសួរគឺស្រេចតែនាងគិតទៅខ្ញុំទៅហើយនិយាយចប់ Flora ដើរចេញទៅតែសុនវ៉ាចាប់កញ្ឆក់ដៃទាញឲ្យងាកមកប្រជុំមុខគ្នាព្រោះស្អីទៅស្អប់មុខខ្ញុំម្លេះទៅធ្វើរឿងខុសខើបែបនេះបើមិនកើតរឿងយប់ម្សិលខ្ញុំមិនដឹងទេថានៅក្រោមក្បាំងមុខស្អាតនេះវាអាក្រក់ប៉ុណ្ណាអាក្រក់ហើយវាយ៉ាងម៉េចនាងក៏មិនល្អជាងខ្ញុំដែរវ៉ាមនុស្សស្រីដែលចូលចិត្តឲ្យដៃមនុស្សប្រុសដែលគេមានសង្សារហើយឬប្រយោគនេះវ៉ានាងយល់ច្បាស់ភ្លាមថាត្រូវតែពាក់ព័ន្ធនឹង Rafael Programmer អតីតសង្សាររបស់ Flora ដែលទើបតែចែកផ្លូវគ្នាតែពេលនេះគេកំពុងតាមញ៉ែនាងកុំប្រាប់ណាថានាងធ្វើរឿងនេះដាក់ខ្ញុំព្រោះ Rafael បើមែនខ្ញុំប្រាប់ទៅចុះខ្ញុំមិនបានគិតអីទៅលើគេទេខ្ញុំមិនធ្លាប់ឲ្យដៃគេខ្ញុំមិនធ្លាប់ទទួលយកសំណូមពរឬការបបួលអីទេបើរឿងប៉ុណ្ណឹងដល់ថ្នាក់ធ្វើឲ្យនាងបំផ្លាញជីវិតរបស់ខ្ញុំនាងគ្មានភាពជាមនុស្សអីបន្តិចសោះ Flora បើនាងមិនឲ្យដៃគេមិនលងនាងដល់ថ្នាក់នេះទេហើយសំបីពីខ្ញុំធ្វើអីរឿងនោះជា
ជាបញ្ហារបស់នាងនឹងគេខ្ញុំមិនដឹងទេមិនសួរគេមើលតែរឿងដែលនាងធ្វើវាគួរឲ្យខ្ពើមមិនក៏នាងហ៊ានធ្វើកើតតែខ្ញុំមិនបានធ្វើអីទេឈប់បដិសេធទៅនាងមានចេតនាបំផ្លាញខ្ញុំដោយការបញ្ជូនខ្ញុំឲ្យហ្វ្រង់កូមានឈ្មោះមិនល្អជាមនុស្សប្រហិង្សាមានចំណូលចិត្តរឿងផ្លូវភេទមិនធម្មតាទេធ្លាប់មានបុគ្គលិកមន្ទីរពេទ្យតាក់ទងជាមួយគេតែព្រឹកឡើងត្រូវចូលមន្ទីរពេទ្យព្រោះជាំពេញរាងកាយនិងក្រំក្នុងយ៉ាងខ្លាំងប៉ុន្តែនាងមិនបានទៅបន្ទប់នោះឯណាមែនខ្ញុំមិនទៅបន្ទប់នោះប្រហែលជាសំណាងល្អដែលខ្ញុំមិនទៅខ្ញុំដឹងថារឿងនេះយកកំហុសនាងមិនបានទាំងដែលខ្ញុំដឹងថានាងជាអ្នកធ្វើតែប្រាប់នាងឲ្យដឹងខ្ញុំសោកស្ដាយចំពោះអ្វីដែលនាងធ្វើណាទោះយើងមិនជិតដិតនឹងគ្នាតែខ្ញុំចាត់ទុកនាងជាមិត្តភក្តិមករហូតតែនាងវិញបែរជាបំផ្លាញខ្ញុំដោយសារតែរឿងដែលខ្ញុំមិនខុសខ្ញុំសូមឲ្យសង្សារនាងមកញ៉ែខ្ញុំឬខ្ញុំអង្វរគេឲ្យបែកពីនាងឬអត់មានទេហើយខ្ញុំខុសត្រង់ណាទើបនាងធ្វើដាក់ខ្ញុំបែបនេះនិយាយចប់សុនវ៉ាបែកក៏រលឹងរលងទឹកភ្នែកសំឡេងក៏ញ័រនាងខ្ញាំដៃ Flora តតែមុតក្រចកអូយខ្ញុំឈឺនាងពន្លែងដៃនិងសម្លឹងគូសន្តានាដោយការស្អប់ខ្ពើមឈឺឬនាងឈឺមិនបានប៉ុនខ្ញុំឈឺទេ Flora គឺមិនស្មើអ្វីដែលនាងចង់ធ្វើដាក់ខ្ញុំទេចាប់ពីពេលនេះទៅបញ្ឈប់ទៅហើយរឿងរ៉ាហ្វាអែលបើមិនចង់ឲ្យគេមកក្រវ៉ែលខ្ញុំទេដាក់ច្រវាក់គេទៅតែបើគេនៅតែមករកខ្ញុំទៀតមិនច្បាស់ទេម្ដងនេះខ្ញុំអាចព្រមលេងជាមួយគេក៏ថាបានថារួចនាងដើរចេញទៅតែត្រូវ Flora ដេញតាមម្ដងនាងនៅមានតម្លៃស្អីឲ្យគេសេពគប់ទៀតនោះបើរ៉ាហ្វាអែលដឹងគេនឹងស្អប់ខ្ពើមនាងហើយខ្ញុំនឹងប្រាប់គេថាយប់នោះនាងត្រូវផុសអ្នកណាខ្លះក៏មិនដឹងអាចឆ្លងរោគទៀតក៏ថាបានទ្រាំលែងបានសុនវ៉ាទះ Flora មួយកំភ្លៀងផាច់ហើយសម្លឹងមុខនាងដូចចង់ស៊ីសាច់ហត់ឈាមខណៈដែល Flora ក៏ស្លុតបន្តិចដែរមួយកំភ្លៀងនេះសម្រាប់មាត់ឥតគម្របរបស់នាងចំណែករ៉ាហ្វាអែលគេមិនរើសអើងខ្ញុំទេគេចូលចិត្តខ្ញុំណាស់គេមិនខ្វល់ទេថាខ្ញុំឆ្លងកាត់ដៃអ្នកណាព្រោះខ្ញុំជឿថាមុនពេលសេពគប់គេនាងក៏មិនណយដែរបើមិនចង់បាត់បង់គេឈប់មករញ៉េរញ៉ៃនឹងខ្ញុំទៅ Flora ទុកខាងក្រៅខ្ញុំមិនមកមិនកមិនរាប់រងអ្នកណាតែបើអ្នកណាហ៊ានខ្លាំងដាក់ខ្ញុំនាងនឹងបានឃើញបិសាចចេញពីក្នុងខ្លួនខ្ញុំនិយាយចប់នាងក៏ដើរចេញមកភ្លាមទោះចង់ចាត់ការ Flora ឲ្យដល់ទីបំផុតដោយឲ្យ Federico ជួយធ្វើជាសាក្សីតែបើ Flora អះអាងថាគេមិនបានធ្វើរឿងនេះនឹងកាន់តែវែងឆ្ងាយហើយអ្នកដែលខូចខាតនោះគឺជារូបនាងម្យ៉ាងអាចនឹងបំផ្លាញមង្គលការរបស់ស្ត្រីម្នាក់ទៀតពេញមួយថ្ងៃនេះសុនវ៉ាមិននិយាយរក Flora ទេតែឮមិត្តរួមការងារសួរនាំថាមុខ Flora ត្រូវអ្វីតែក៏មិនឮចម្លើយនោះហើយដែលធ្វើឲ្យនាងពេញចិត្តខ្លាំងនាងដើរទៅបន្ទប់វះកាត់ដើម្បីប្រគល់ឯកសារអ្នកជំងឺខណៈនោះក៏ប្រសពភ្នែកនឹងអ្នកដែលដើរចេញមកល្មមគេពាក់ឈុតវះកាត់ពណ៌ផ្ទៃមេឃទឹកមុខស្មើតែពន្លឺភ្នែកមានភាពហត់នឿយ Federico មានការភ្ញាក់ផ្អើលជាខ្លាំងដែលជួបនាងនៅទីនេះតាមរយៈឯកសន្តានមិនចាំបាច់ប្រាប់ក៏ដឹងថានាងជាគិលានុបដ្ឋាយិកាគេដេកជាមួយបុគ្គលិករបស់ខ្លួនឯងបែបនេះឬអ្នកកំឡោះដើរទៅរកនាងចង់សួរនាំនាងថាតើយ៉ាងម៉េចយ៉ាងម៉ាហើយប៉ុន្តែពេលឃើញខ្សែភ្នែករបស់នាងដែលមើលមកគេហាក់ដូចជាមិនធ្លាប់ស្គាល់គ្នាមិនធ្លាប់មានរឿងអ្វីកើតឡើងនៅយប់នោះហើយដើរចេញភ្លាមធ្វើឲ្យគេមួម៉ៅណាស់ល្អធ្វើមិនស្គាល់គ្នាក៏ល្អគេក្រហឹមនៅដើមកហើយដើរទៅបន្ទប់សម្រាកដោយមិនយល់ថាហេតុអ្វីបានជាគេមួម៉ៅគ្រាន់តែនាងធ្វើជាមិនស្គាល់បែបនោះទាំងដែលគេគួរតែសប្បាយចិត្តព្រោះតាំងពីមានរឿងកើតមកមានតែមនុស្សស្រីចង់ចាប់គេជាកម្មសិទ្ធិថែមទាំងយកមិញនេះគេដេកមិនលក់សោះព្រោះរវល់តែគិតរឿងដែលកើតឡើងហើយគិតដល់រឿងនោះទំរាំតែស្ងប់វាមិនមែនជារឿងងាយទេគេស្ទើរតែឈួតព្រោះមិនធ្លាប់មានស្រីណាធ្វើឲ្យគេបាត់បង់ភាពជាម្ចាស់ការបែបនេះទេគិតហើយ Federico ក៏ដកដង្ហើមធំនិងមិនប្រើជណ្ដើរយន្តព្រោះចាត់ទុកថាជាការហាត់ប្រាណដោយសារ3ជាន់ទៀតដល់បន្ទប់សម្រាប់ហើយទើបគេដើរទៅជណ្ដើរអាសន្នដែលវាមានភាពស្ងប់ស្ងាត់កម្រមានមនុស្សដើរណាស់
តែត្រឹមដើរមកដល់បរិវេណជណ្ដើរក៏បានឮសំឡេងមនុស្សឆ្លុះគ្នានៅខាងលើដំបូងគិតថាជាអ្នកជំងឺទើបមិនចាប់អារម្មណ៍តែពេលឮសាច់រឿងគេក៏ឈរស្ដាប់សម្រាប់ថាយប់នោះវ៉ាវ៉ាចូលខុសបន្ទប់ឬមែនថែមទាំងដឹងទៀតថាលោកជាអ្នកបើកបន្ទប់នោះទៀតផងនាងយករុយអេស្ប៉ាញដែលខ្ញុំឲ្យដាក់ក្នុងទឹកក្រូចនោះឲ្យគេផឹកឬអត់រុយអេស្ប៉ាញគឺជាប្រភេទថ្នាំសម្រើប Flora ឆ្លើយទៅវិញភ្លាមខ្ញុំដាក់ហើយនេះបានន័យថាខ្ញុំឲ្យរុយអេស្ប៉ាញឲ្យនាងដាក់ក្នុងទឹកក្រូចដើម្បីឲ្យវ៉ាវ៉ាផឹកហើយទៅដេកជាមួយប្រុសផ្សេងអញ្ចឹងអីដំបូងនាងជូនសុនវ៉ាឡើងទៅបន្ទប់805ប៉ុន្តែដោយសារយប់នោះនាងបានជួបរ៉ាហ្វាអែលនៅតាមផ្លូវគេមើលមកសុនវ៉ាមិនដាក់ភ្នែក Flora ខ្លាចខូចផែនការទើបឲ្យសុនវ៉ាឡើងទៅដោយខ្លួនឯងចំណែកនាងក៏បង្វែរចំណាប់អារម្មណ៍របស់សង្សារខ្លួន Flora តបទៅ Franco វិញរឿងវាកើតឡើងហើយលោកមកមួម៉ាស្អីដាក់ខ្ញុំវាមិនត្រឹមត្រូវទេព្រោះវាជាកំហុសរបស់នាងដែលមិនព្រមជូនវ៉ាវ៉ាទៅឲ្យខ្ញុំទេរកនាងហេតុអីក៏នាងមិនលើកបើនាងលើកទូរស័ព្ទវ៉ាវ៉ាក៏មិនខ្លាចទៅជាចំណៃរបស់អាឈួតណាក៏មិនដឹងអុយហេតុអីក៏វាមកឆក់ឱកាសបែបនេះខណៈនោះអ្នកដែលកំពុងលួចស្ដាប់ទៅជាស្រីវចុងច្រមុះហើយបែរខ្នងដើរទៅខាងលើទៅមើលទៅពេញភ្នែកឃើញថាពីរអ្នកនោះជាបុគ្គលិករបស់មន្ទីរពេទ្យខ្លួនឬក៏រ៉ាហ្វាអែលចាប់បាននេះខ្ញុំព្យាយាមហើយតែផ្ដាស់នាងព្យាយាមមិនអស់ពីកម្លាំងឥឡូវអញ្ចេះចុះខ្ញុំទុកពេលឲ្យនាងកែខ្លួនខ្ញុំនៅសល់ថ្នាំយកទៅដាក់ទឹកឲ្យវ៉ាវ៉ាផឹកហើយចាំខ្ញុំទៅយកនាងខ្លួនឯងទេមិនឃើញស្នាមម្រាមដៃលើមុខខ្ញុំទេអីខ្ញុំលែងធ្វើហើយបើចង់ធ្វើអីទៀតក៏មិនមែនឆាប់នេះដែរ Franco វាដឹងអស់ហើយវាបានคล้ายទៅជាចំណៃរបស់អ្នកណាក៏មិនដឹងពួកយើងគួរតែស៊ើបឲ្យច្បាស់សិនស្រួលមិនស្រួលអាប្រុសម្នាក់នោះអាចជួយវាក៏ថាបានបែបនោះយើងវីវោហើយចង្រៃយោ Franco មួម៉ៅបានហើយ Franco បើគ្មានអីទេខ្ញុំទៅសិនហើយបើមិនចាំបាច់កំណាត់ជួបគ្នាបើរឿងនេះដឹងដល់ត្រចៀកអ្នកផ្សេងទោះគ្មានភ័ស្តុតាងតែវាមិនមែនជារឿងល្អទេ Federico ឈរស្ងៀមនៅកន្លែងដើមរងចាំតតែលេងលើសម្រាប់ជើងទើបជឿជាក់ថារឿងដែលអ្នកទាំងពីរនិយាយជារឿងរបស់មនុស្សស្រីដែលគេដេកជាមួយគេឡើងទៅបន្ទប់សម្រាកបើក laptop ផ្ទាល់ខ្លួនដាក់លេខសម្ងាត់របស់អ្នកគ្រប់គ្រងរកទិន្នន័យគ្រប់ផ្នែករបស់មន្ទីរពេទ្យគេរកឃើញឈ្មោះរបស់បុគ្គលិកឈ្មោះវ៉ាវ៉ាភ្លាមហើយឈ្មោះនេះមានតែម្នាក់ប៉ុណ្ណោះពេលរូបថតនិងប្រវត្តិរូបលោតឡើងលើអេក្រង់ទើបគេទទួលបានការបញ្ជាក់ថាវ៉ាវ៉ាដែលពួកគេនិយាយនោះគឺសុនវ៉ាបេកជាជនជាតិកូរ៉េខាងត្បូងអាយុ25ឆ្នាំនាងរៀនចប់ជំនាញផ្នែកគិលានុបដ្ឋាយិកាពីមហាវិទ្យាល័យល្បីឈ្មោះដោយពិន្ទុល្អណាស់និងធ្វើការនៅមន្ទីរពេទ្យរបស់គេបាន1ឆ្នាំជាងហើយតែតាមរយៈប្រវត្តិរូបឃើញថានាងបដូរការងារញឹកញាប់ដែលធ្វើឲ្យគេមានការងឿងឆ្ងល់តែដែលធ្វើឲ្យឆ្ងល់ជាងនោះនាងសរសេរថាគ្មានក្រុមគ្រួសារម្ដាយស្លាប់បញ្ជាក់ថានាងមានតែខ្លួនមួយ Federico អានប្រវត្តិទ្រុសនិងគិតតាមរឿងទាំងអស់បន្ទាប់មកទេទៅសន្តាគារដែលស្នាក់នៅកាលពីម្សិលទើបដឹងថាអ្នកកក់បន្ទប់805ឈ្មោះ Franco ពិតមែនដែលជាការបញ្ជាក់រឿងដែលបានឮហើយទេទៅផ្នែកបុគ្គលិករបស់មន្ទីរពេទ្យភ្លាមមេលីនខ្ញុំជា Federico ខ្ញុំត្រូវការផ្ទេរគិលានុបដ្ឋាយិកា Flora និងអ្នកបើកបរឈ្មោះ Franco ទៅខាតានីជាសាខាថ្មីដែលយើងទើបនឹងបើកឲ្យបានឆាប់បំផុតចាត់ការឲ្យផងពេលបញ្ជាក់ការរួចរាល់នឹងទោះជាដឹងច្បាស់ថាប្រធានផ្នែកបុគ្គលិកសង្ស័យតែមិនមែនជាការងារអីដែលគេត្រូវបកស្រាយទេហើយឈប់គិតរឿងទាំងអស់ព្រោះបានទទួលសារថាមានការវះកាត់ជាបន្ទាន់